បាទជំរាបសួរបងប្អូនគ្នាថ្ងៃនេះមកបញ្ជាក់តិចតាក់ទងជាមួយនឹងការធានាណាព្រោះភាគច្រើនបងប្អូនគាត់តាក់ទងមកគាត់តែសួរថាបន្ទាប់ពីផុតធានាទៅត្រូវធ្វើម៉េចហ្នឹងហើយនេះថ្ងៃនេះមកបញ្ជាក់ដូចទូនេះchứគឺទូដែលគាត់ប្រើបានមួយឆ្នាំជាងណាហើយផុតធានាយូរហើយអញ្ចឹងសួរថានៅពេលដែលខូចយកទៅណាឬក៏តាក់ទងមកវាមិនអញ្ចឹងណាតែខ្ញុំតែបញ្ជាក់ថាផុតធានាក៏តាក់ទងមកខាងខ្ញុំនៅតែដោះស្រាយជូនអញ្ចឹងណាគាត់ថាជួសជុលអស់ប្រហែលគិតលុយប៉ុណ្្នឹងទៅតែបើថានៅក្នុងធានាគឺខាងខ្ញុំអត់គិតលុយសេវាអីទេថ្ងៃទីករណីនេះអញ្ចឹងទូនេះគាត់ខូចហើយទៅកន្លែងគេផ្សេងគេទៀមទីឲ្យដូរក្បាលដូរអញ្ចឹងអស់20 30រៀលហ្នឹងទៅតែមកខាងខ្ញុំខូចកន្លែងណាខ្ញុំឆែកជួសច្បាស់ខ្ញុំជួសជុលឲ្យទូនេះដែលចេញទៅថ្ងៃ18ខែ5 2024ហើយទូនេះខ្ញុំធានាគាត់4ខែឥឡូវវាចូលមួយឆ្នាំលើហើយឥឡូវនេះ2025កក្កដាខែ6ហើយយកមកជួសជុលអត់តែ$3ខ្ញុំជួសជុលបានជាឡើងវិញឲ្យគាត់ណាអញ្ចឹងដោយទូផ្សេងទៀតអញ្ចឹងដែរមានធានា2ខែ3ខែធានា3ខែនោះធានា4ខែអានេះធានា2ខែអញ្ចឹងទៅទូខ្ញុំត្រូវតេស្តចេញយ៉ាងហ្នឹងណាចានេះគាត់ញ៉ាំជួសជុលតេស្តចេញយ៉ាងហ្នឹងដែរទូនេះភ្ញៀវកំងដែរខ្ញុំអត់ទាន់មកធ្វើតេស្តអានេះពងតេស្តឲ្យភ្ញៀវដែរនេះទៅខាងផ្សារស្មៅបុកនេះទៅខាងផ្សារឈូកពតហើយក៏មានផ្សេងទៀតនេះកំពុងតែដែរនេះទៅខាងផ្សារសាមគ្គីសៀមរាបហើយឥឡូវនេះទៅខាងបាត់នឹមកពតហើយនៅក្រោយនោះទៀតនោះក្រោយនោះទៅខាងសៀមរាប6ក្រុមទៅខាងណាខ្ញុំភ្លេចហ្នឹងហើយដូចគ្នាទាំងអស់គឺគ្រាន់ថាធានាវាអត់ស្មើគ្នាទេព្រោះអូតូនេះព្រោះថ្លៃនេះធានាច្រើនខែទៅខ្លះមានធានា2ខែ3ខែ4ខែតាមប្រភេទទូអញ្ចឹងណាហើយផុតធានាដូចគ្នាតាក់ទងមកអត់អីទេនេះផុតពីមួយឆ្នាំហើយខ្ញុំនៅតាក់ទងមកខ្ញុំនៅជួសជុលឲ្យអញ្ចឹងគាត់ថាខូចអីជួសជុលហ្នឹងទៅអស់លុយប្រហែលក៏តាមហ្នឹងទៅដេកទូនេះថ្លៃជួសជុលអត់3រៀលទេផ្ញើត្រឡប់ទៅវិញហ្នឹងដូចគ្នាហ្នឹងហើយអរគុណ